រឿងចាប់ផ្ដើមនៅទីក្រុងតូក្យូនៅព្រឹកធម្មតាមួយដែលមនុស្សជាច្រើនកំពុងធ្វើសកម្មភាពប្រចាំថ្ងៃរបស់ពួកគេអ្នកកាត់សក់ឈ្មោះកាយ៉ាស៊ីម៉ាកំពុងត្រៀមឡើងរថភ្លើងខណៈដែលគាត់កំពុងគិតថាតើគួរជប់នរណាម្នាក់ឬអត់ក្នុងពេលជាមួយគ្នាគ្រូកីឡាវិទ្យាល័យឈ្មោះសាយឈរនៅលើឆ្នេររថភ្លើងដើម្បីទៅធ្វើការនាងភ្ញាក់ផ្អើលនៅពេលប្រទះខុយបរៈម្នាក់ឈ្មោះស៊ីរ៉ាហាម៉ាដែលជាមនុស្សនាងស្រឡាញ់ពីយូរមកហើយទូយ៉ាងណាស៊ីរ៉ាហាម៉ាហាក់ដូចជាមិនស្គាល់នាងទេហើយยังដឹងថាគាត់ក៏កំពុងរង់ចាំរថភ្លើងដែរមិនយូរប៉ុន្មានរថភ្លើងមកដល់ហើយអ្នកទាំង3ជំហានចូលទៅក្នុងរួងជាមួយអ្នកដំណើរផ្សេងទៀតមនុស្សគ្រប់គ្នាលងក្នុងកំណត់រៀងៗខ្លួននិងរៀបគម្រោងថ្ងៃរបស់ពួកគេក្នុងចិត្តប៉ុន្តែភ្លាមនោះសញ្ញាប្រមានរុញជួយដីបន្លឺឡើងហើយភាពច្របូកច្របល់កាត់ឡើងនៅពេលមនុស្សនិងវត្ថុជាច្រើនបាត់ខ្លួនរថភ្លើងចូលទៅក្នុងរួងឃ្មុំយ៉ាងលឿនតាមពីក្រោយដោយសម្លេងប៉ះទង្គិចខ្លាំងដែលធ្វើឲ្យអ្នកដំណើររុញជួយយ៉ាងខ្លាំងនេះធ្វើឲ្យពួកគេបាត់បង់ទលកភាពនិងដួលទៅលើដីបន្ទាប់ពីពេលខ្លះកន្លងទៅរថភ្លើងបញ្ឈប់ទីបំផុតហើយអ្នកដំណើរក្រោកឡើងដោយប្រុងប្រយ័ត្នពួកគេចេញពីរថភ្លើងប៉ុន្តែភ្ញាក់ផ្អើលពេលរកឃើញខ្លួនឯងនៅក្នុងព្រៃដ៏ចម្លែកមួយហ្វូងមនុស្សចាប់ផ្ដើមធ្វើការហៅទូរស័ព្ទបន្ទាន់ប៉ុន្តែគ្មានសញ្ញាទូរស័ព្ទនោះទេនៅពេលវឹកវរកាត់ឡើងស៊ីរ៉ាហាម៉ាណែនាំខ្លួនថាជាអ្នកបលុតអគ្គីភីនិងធានាថាអ្វីនឹងប្រសើរឡើងគាត់ត្រួតពិនិត្យអ្នកដំណើរម្នាក់ម្ដងដើម្បីធានាថាគ្មាននរណាម្នាក់រងរបួសក្នុងគ្រោះថ្នាក់នោះក្នុងពេលជាមួយគ្នានៅស្ថានីយ៍ប៉ូលីសរកឃើញថាទូរថភ្លើងមួយបានបាត់ខ្លួនយ៉ាងឥតកំបាំងពួកគេមិនយល់ថាតើរបស់ធំដូចជាទូរថភ្លើងអាចបាត់ខ្លួនដោយគ្មានដានសោះបានយ៉ាងដូចម្ដេចត្រឡប់ទៅរថភ្លើងវិញស៊ីរ៉ាហាម៉ាសម្រេចចិត្តចូលទៅក្នុងរូងភ្លុំដើម្បីមើលថាតើពួកគេអាចរកជំនួយបានឬអត់សាយនិងកាយ៉ាស៊ីម៉ាក៏ស្ម័គ្រចិត្តដើរតាមគាត់ដែរហើយគាត់យល់ព្រមពួកគេចាប់ផ្ដើមដើរតាមរូងភ្នំរហូតដល់ចុងបញ្ចប់ដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើលគ្មានអគារតែ1នាទីនោះទេអ្វីដែលពួកគេឃើញគឺជាវាលខ្សាច់ធំធេងនឹងតំបន់ភ្នំមិនយូរប៉ុន្មានក្រុមទាំង3ត្រឡប់ទៅកាន់រថភ្លើងវិញនិងប្រាប់អ្នកដំណើរផ្សេងទៀតអំពីអ្វីដែលពួកគេបានឃើញនេះធ្វើឲ្យហ្វូមនុស្សកាន់តែភ័យខ្លាចហើយពួកគេជឿថាពួកគេស្ថិតនៅក្នុងពិភពផ្សេងមួយស៊ីរ៉ាហាម៉ាក៏ចូលទៅចិត្តមនុស្សគ្រប់គ្នានិងសួររកឈ្មោះរបស់ពួកគេដើម្បីរៀបចំបញ្ជីអ្នកដំណើរទាំង46នាក់ចែករំលែកព័ត៌មានលម្អិតរបស់ពួកគេលើកឡើងតែកាយ៉ាស៊ីម៉ាដែលបដិសេធមិនបង្ហាញឈ្មោះរបស់គាត់ក្នុងពេលនោះសាយមានការប្រែប្រួលដោយស៊ីរ៉ាហាម៉ានិងរំលឹកថាគាត់បានមកសាលារបស់នាងដើម្បីផ្ដល់ការបណ្ដុះបណ្ដាលពន្លត់អគ្គីភីនោះគឺជាពេលដែលនាងឃើញគាត់ជាលើកដំបូងនិងចាប់ផ្ដើមចូលចិត្តគាត់ក្រោយមកក្មេងស្រីម្នាក់ឈ្មោះរីណាបានឃើញអត្ថបទកាសែតអំពីជនសង្ស័យឃាតកម្មម្នាក់ដែលត្រូវបានឃើញនៅជិតរថភ្លើងបន្ទាប់មកនាងឃ្លៀងខ្លាំងនិងពិនិត្យមើលកាបូបនៅជិតនាងដោយសង្ឃឹមថានឹងរកឃើញអាហារខ្លះវាคล้ายជាកាបូបរបស់ខាយ៉ាស៊ីម៉ាហើយអ្វីដែលនាងអាចរកឃើញគឺកន្ត្រៃមួយគូនិងលេខិតមួយច្បាប់ពីពន្ទានាគាររីណាដាក់របស់ទាំងនោះត្រឡប់ទៅវិញយ៉ាងលឿននិងលួចអាហារពីកាបូបមួយផ្សេងទៀតដោយសម្ងាត់នាងញ៉ាំអាហារភាគច្រើនរួចហុចថង់ប្លាស្ទិកទៅឲ្យខាយ៉ាស៊ីម៉ាបន្ទាប់ពីនោះអ្នកដំណើរក៏ចាប់ផ្ដើមឃ្លានដូច្នេះសៃពិនិត្យមើលកាបូបរបស់នាងដើម្បីចែករំលែកអាហាររបស់នាងខ្លះប៉ុន្តែនាងភ្ញាក់ផ្អើលពេលរកឃើញថាមានអ្នកលួចវារួចហើយទាមទារចង់ដឹងថាអ្នកណាជាចោរខាយ៉ាស៊ីម៉ាត្រូវបានគេឃើញកាន់ថង់អាហារដូច្នេះរីណាមិនសំចៃពេលនៅក្នុងការចោទប្រកាន់គាត់នាងបង្ហាញថានាងបានរកឃើញលិខិតពន្ទានាគារនិងអាវុធនៅក្នុងកាបូបរបស់គាត់ដែលបង្ហាញថាគាត់ជាអ ுக ្រិតជនកាយ៉ាស៊ីម៉ាបដិសេធការចោទប្រកាន់ប៉ុន្តែមនុស្សមិនជឿគាត់ទេនិងកាន់តែខ្លាចនេះធ្វើឲ្យបុរសអាភ័ព្វនោះខកចិត្តយ៉ាងខ្លាំងដូច្នេះគាត់សម្រេចចិត្តចាក់ចេញពីក្រុមហើយព្យាយាមស្វែងរកភ្លឺត្រឡប់ជួបផ្ទះតែម្នាក់ឯងក្រោយមកក្រុមចាប់ផ្ដើមយកអាហារដែលពួកគេមានហើយចែករំលែកស្មើគ្នាអ្នកថតវីដេអូ vlog ម្នាក់ក៏ត្រាគ្រប់យ៉ាងហើយនៅពេលគាត់ពិនិត្យមើលវីដេអូមុនរបស់គាត់ឃើញរីណាកំពុងលួចថង់អាហារគាត់បង្ហាញវាដល់អ្នកដទៃភ្លាមហើយពួកគេភ្ញាក់ផ្អើលពេលរកឃើញថាខាយ៉ាស៊ីម៉ាគឺជាជនស្លូតត្រង់ទោះយ៉ាងណាទៅដោយរីណាមិនមានអារម្មណ៍សោកស្ដាយទេហើយអះអាងថានាងមិនបានកុហកអំពីបរិសុទ្ធនោះជាអ ுக ្រិតជនទេសៃនិងស៊ីរ៉ាហាម៉ាខឹងនឹងក្មេងស្រីនោះនឹងស្ដីបន្ទោសនាងបន្ទាប់មកពួកគេចេញទៅស្វែងរកខាយ៉ាស៊ីម៉ាក្នុងពេលនោះកាយ៉ាស៊ីម៉ាដើរឃ្លានទិសដៅរហូតដល់គាត់ជួបជ្រលងភ្នំដែលផ្លូវតែមួយគាត់ព្យាយាមពិនិត្យមើលជុំវិញនៅពេលដីក្រោមគាត់ភ្លាមនោះបែកធ្លាក់ធ្វើឲ្យគាត់រអិលកាយ៉ាស៊ីម៉ាឥឡូវកំពុងព្យួរខ្លួនយ៉ាងអកកម្លាំងនៅនឹងរឹសឈើនៅលើក្រែមនៃការធ្លាក់ទៅក្នុងជ្រលងជ្រៅប៉ុន្តែសំណាងល្អសម្រាប់គាត់សាយនិងស៊ីរ៉ាហាម៉ាមកដល់ទាន់ពេលវេលាហើយធ្វើការរួមគ្នាដើម្បីទាញគាត់ឲ្យមានសុវត្ថិភាពនៅពេលគាត់មានសុវត្ថិភាពពួកគេសុំទោសចំពោះការមិនជឿទុកចិត្តគាត់មុននេះនិងការទុកឲ្យគាត់ទៅកាយ៉ាស៊ីម៉ាឆ្លើយតបថាគាត់មិនខ្វល់ទេព្រោះគាត់មិនគិតថាពួកគេជាមិត្តភក្តិទេនៅថ្ងៃបន្ទាប់អ្នកដំណើរស្ថិតក្នុងស្ថានភាពដ៏អស់សង្ឃឹមដោយសារជំនួយនៅតែមិនទាន់មកដល់ពួកគេចាប់ផ្ដើមខ្ចាត់ខ្ចាយទៅក្នុងព្រៃដើម្បីសង្ឃឹមថានឹងរកឃើញផ្លូវចេញនៅពេលល្ងាច
សិស្សវិទ្យាល័យម្នាក់បង្ហាញថាគាត់បានរកឃើញកំប៉ុងបោះចោលមួយពីផលិតផលដែលមានកាលបរិច្ឆេទផលិតឆ្នាំ2026ស្ត្រីចាស់ម្នាក់ឈ្មោះតាណាកាបន្ថែមថាគាត់បានឃើញ Tokyo Bloom Tower ដែលជាសំណង់ដែលគ្រោងបញ្ចប់នៅឆ្នាំ2026ក្នុងពេលជាមួយគ្នាអ្នករុក្ខជាតិឈ្មោះកាតូបង្ហាញថាគាត់បានរកឃើញរុក្ខជាតិមួយដែលមិនគួរត្រូវបានអភិវឌ្ឍតាមបែបវិទ្យាសាស្ត្ររហូតដល់30ឆ្នាំទៅមុខទៀតផ្អែកលើការផិតទាំងនេះក្រុមស្មានថារថភ្លើងរបស់ពួកគេបានធ្វើដំណើរទៅ30ឆ្នាំក្នុងអនាគតដែលអរិយធម៌បានដួលរលំបន្ទាប់ពីនោះមិនយូរបុរសរបួសម្នាក់មកដល់រថភ្លើងនិងបញ្យល់យ៉ាងព្រួយបារម្ភថាគាត់បានរកឃើញរទេះហ្វេសចាក់មួយប៉ុន្តែមុនពេលគាត់អាចនាំវាមកទីនេះមានអ្នកណាម្នាក់បានលួចវាពីគាត់ក្រុមភ្លាមនោះសង្ស័យលើរីណាម្ដងទៀតប៉ុន្តែនាងអះអាងថានាងស្លូតត្រង់ក្នុងពេលនេះទោះយ៉ាងណាក៏ពួកគេសន្និដ្ឋានថាចៅប្រកាសជាក្នុងចំណោមពួកគេនាំឲ្យមានការចោទប្រកាន់និងការជជែកគ្នាយ៉ាងខ្លាំងស៊ីរ៉ាហាម៉ាជ្រៀតចូលដើម្បីបញ្ចប់ស្ថានភាពនិងដំឡើងកន្ទ្រិលកៅស៊ូដើម្បីប្រមូលទឹកភ្លៀងយ៉ាងល្អដោយសារសង្ឃឹមថានឹងចាប់យកទឹកសន្សាមយ៉ាងហោចណាស់ខ្លះដោយអកុសលវាមិនមានភ្លៀងធ្លាក់ដែលធ្វើឲ្យពួកគេស្ថិតក្នុងស្ថានភាពកាន់តែអស់សង្ឃឹមនៅព្រឹកបន្ទាប់អ្នកបើកបររថភ្លើងចាប់បាំងតាណាកាជាមួយនឹងដបទឹកមួយហើយដឹងថាគាត់គឺជាចៅលួចរទេះគាត់នាំគាត់ទៅជួបអ្នកដំណើរផ្សេងទៀតភ្លាមនិងបង្ហាញការពិតតាណាកាមិនបដិសេធរឿងនេះទេហើយស្នើដោះដូរទឹកជាមួយលុយព្រោះមានតែគាត់ទេដែលដឹងទីតាំងប៉ុន្តែកាយាស៊ីម៉ាចាប់មនុស្សចាស់នោះហើយគំរាមសម្លាប់គាត់ប្រសិនបើគាត់នៅតែឥតគិតគូរញ៉ាំដតីនេះធ្វើឲ្យតាណាកាភ័យខ្លាចហើយទីបំផុតគាត់នាំក្រុមទៅកាន់ទីតាំងរទេះមនុស្សគ្រប់គ្នាទទួលបានដបទឹកមួយដែលធ្វើឲ្យពួកគេសប្បាយចិត្តប៉ុន្តែពួកគេដឹងថាវានឹងមិនអាចប្រើបានយូរទេហើយត្រូវតែរកប្រភពទឹកឲ្យបានឆាប់នៅថ្ងៃបន្ទាប់ក្រុមតូចមួយចេញដំណើរទៅស្វែងរកប្រភពទឹកពួកគេបានជួបកង្កែ2-3និងដីសើមតាមផ្លូវបង្ហាញថាពួកគេកំពុងខិតជិតដល់គោលដៅរបស់ពួកគេបន្ទាប់ពីដើរអស់រយៈពេលជាច្រើនម៉ោងស៊ីរ៉ាហាម៉ាចងខ្សែសុវត្ថិភាពហើយឡើងចតយ៉ាងប្រុងប្រយ័ត្នខណៈពេលដែលអ្នកដទៃនៅខាងក្រោមក៏ទីបន្ទត់រកឃើញស្ទឹងទឹកស្អាតមួយហើយប្រាប់អ្នកហ្វេងទៀតអំពីវាទោះយ៉ាងណាក៏ដោយពេលដែលស៊ីរ៉ាហាម៉ាដើរទៅមុខទៀតគាត់មានការភ្ញាក់ផ្អើលពេលឃើញសមុទ្រធំមួយនៅជិតនោះដោយមានភ្នំហ្វូជីអាចមើលឃើញនៅឆ្ងាយប៉ុន្តែនេះមិនមែនជាភ្នំហ្វូជីដែលពួកគេចងចាំទេដោយសារគ្មានសញ្ញានៃអរិយធម៌នៅកន្លែងណាទាំងអស់នៅពេលត្រឡប់ទៅកាន់រថភ្លើងវិញស៊ីរ៉ាហាម៉ាបង្ហាញរូបភាពភ្នំហ្វូជីដល់ណាដំរានេះធ្វើឲ្យពួកគេភ្ញាក់ផ្អើលព្រោះវាបញ្ជាក់ទ្រឹស្ដីនៃការធ្វើដំណើរទៅអនាគតរបស់ពួកគេបន្ទាប់មកពួកគេចាប់ផ្ដើមថតសារមានទឹកភ្នែកសម្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគេលើទូរស័ព្ទនៅករណីពួកគេមិនអាចត្រឡប់មកវិញក្នុងពេលដំណើរគ្នានោះខ្សែចូលទៅរកកាយាស៊ីម៉ាហើយពួកគេចាប់ផ្ដើមសន្ទនាគ្នាពីចិត្តក្នុងពេលនោះកាយាស៊ីម៉ាបានបើកចិត្តអំពីជីវិតរបស់គាត់បង្ហាញពីការលំបាកដែលគាត់បានធ្វើការដើម្បីចិញ្ចឹមផងប្រុសរបស់គាត់តាត់ស៊ូយ៉ាគាត់បញ្យល់ថាឲ្យពុកម្ដាយរបស់ពួកគេបានបោះបង់ពួកគេចោលដូច្នេះអ្វីដែលពួកគេមានគឺគ្នាឯងទោះយ៉ាងណាក្នុងវ័យជំទង់តាត់ស៊ូយ៉ាបានចូលរួមសកម្មភាពអុកព្រឹត្តិកម្មដែលទីបំផុតធ្វើឲ្យគាត់ចូលគុកអនិច្ចជនកាយាស៊ីម៉ាមិនបាននិយាយជាមួយគាត់តាំងពីពេលនោះមកហើយវាមានរយៈពេល2ឆ្នាំហើយគាត់បង្ហាញថាសម្បត្តិពីគុកត្រូវបានផ្ញើដោយតាត់ស៊ូយ៉ាដែលត្រូវដោះលែងនៅថ្ងៃដែលមានគ្រោះថ្នាក់នៅពេលឮរឿងនេះខ្សែលងកំគាត់ហើយបន្តមកជាយាមថតសារវីដេអូដើម្បីផ្ញើតំហុនប្រុសរបស់គាត់ប៉ុន្តែកាយាស៊ីម៉ាបដិសេធហើយមិនយូរប៉ុន្មានថ្មទូរស័ព្ទរបស់នាងក៏អស់ភ្លើងទៅហើយនេះជំរុញឲ្យគាត់ហៅនាងតែឈួតប៉ុន្តែដែលច្បាស់ណាស់ថាគាត់កំពុងចាប់ផ្ដើមមានអារម្មណ៍ចំពោះនាងក្នុងពេលជាមួយគ្នានៅពិភពខាងក្រៅយើងឃើញគ្រួសាររបស់អ្នកដំណើរទាំងអស់ដែលបាត់ខ្លួនជួបជុំគ្នានៅស្ថានីយ៍រថភ្លើងទាមទារចង់ដឹងពីទីកន្លែងរបស់ពួកគេតាត់ស៊ូយ៉ាក៏ស្ថិតក្នុងចំណោមពួកគេដែរហើយនៅពេលគាត់ទៅដល់ហាងកាត់សក់របស់បងប្រុសគាត់សម្គាល់ឃើញផ្កាដែលគេទុកសម្រាប់គាត់នេះធ្វើឲ្យតាត់ស៊ូយ៉ាខឹងយ៉ាងខ្លាំងហើយគាត់ប្រកាសដោយកំហឹងថាបងប្រុសរបស់គាត់មិនទាន់ស្លាប់នោះទេក្នុងឈុតមួយផ្សេងទៀតតាណាកាសម្គាល់ឃើញមនុស្សអាចកំបាំងម្នាក់ក្នុងព្រៃហើយចេញដេញតាមពួកគេប៉ុន្តែមិនយូរប៉ុន្មានគាត់ត្រឡប់មកវិញហើយលួចឧបករណ៍កាត់សក់របស់កាយាស៊ីម៉ាដើម្បីបន្តការតាមប្រម៉ែងរបស់គាត់តាណាកាទីបំផុតត្រឡប់មកវិញដោយទទេដៃហើយកាយាស៊ីម៉ាខឹងខ្លាំងនឹងគាត់ដែលបានយកឧបករណ៍មានតម្លៃរបស់គាត់មនុស្សចាស់នោះបញ្យល់ថាគាត់បានឃើញនរណាម្នាក់ពាក់មួកដែលមិនមែនជាផ្នែកនៃក្រុមរបស់ពួកគេប៉ុន្តែកាយាស៊ីម៉ាមិនជឿគាត់ទេនេះបង្កើតជាការជជែកក្តីកគុកខ្លាំងរវាងពួកគេទាំងពីរប៉ុន្តែវាត្រូវបានកាត់ផ្ដាច់នៅពេលដែលភ្លៀងចាប់ផ្ដើមធ្លាក់ភ្លាមមនុស្សគ្រប់គ្នាចាប់ផ្ដើមរីករាយក្នុងទឹកប៉ុន្តែតាណាកាប្រកាសថាគាត់ឈប់ទ្រាំទៀតហើយជ្រើសរើសចាក់ចេញពីក្រុមនៅថ្ងៃបន្ទាប់កាតូដឹកនាំក្រុមស្វែងរកអាហារដើម្បីជួយវិនិច្ឆ័យថារោគជាតិព្រៃមួយណាអាចញ៉ាំបាននិងមួយណាគ្រោះថ្នាក់សៃអ៊ីនិងរីណាត្រូវបានគេឃើញកំពុងជជែកនិងប្រមូលផ្លែឈើនៅពេលដែលសៃអ៊ីភ្លាមនោះឈឺហើយដួលទៅលើដីវាបង្ហាញថានាងបានញ៉ាំរោគជាតិពុលដែលមើលទៅដូចជាផ្លែឈើអាចញ៉ាំបានសំណាងល្អនាងមិនបានញ៉ាំច្រើនទេហើយស៊ីរ៉ាហាម៉ាជួយនាងឲ្យក្អោតវាចេញមកកាយាស៊ីម៉ាបន្តមកសម្គាល់ឃើញតាណាកាលាក់ខ្លួននៅខាងក្រោយសង្កេតមើលគ្រប់យ៉ាងនៅព្រឹកបន្ទាប់ក្រុមចាប់ផ្ដើមធ្វើការរួមគ្នាដើម្បីរៀបចំអាវុធបណ្ដោះអាសន្នសម្រាប់ការរស់រានមានជីវិតរបស់ពួកគេសិប្បកម្មឆ្នាំងដែលធ្វើពីប្រអប់ដែកចានឆ្នាំងពីឫស្សីនិងសូម្បីតែសង្ការធនាគារឲ្យស្រួចដើម្បីប្រាយជាកាំបិតនៅពេលល្ងាចពួកគេជួបជុំគ្នានៅជិតភ្លើងកោសនិងចាប់ផ្ដើមញ៉ាំស៊ុបដែលធ្វើដោយស្ត្រីចាស់ប៉ុន្តែរឿងរ៉ាវមានការផ្លាស់ប្ដូរនៅពេលដែលនរណាម្នាក់សម្គាល់ឃើញរុក្ខជាតិពុលនៅខឹងស៊ុបមួយ
ការតោត្រួតពិនិត្យហើយដឹងថាវាជាផ្លែឈើដែលអាចញ៉ាំបានប៉ុន្តែគាត់ចង់ដឹងថាតើវាចូលក្នុងស៊ុបរបស់ពួកគេដោយរបៀបណាកាយាស៊ីម៉ាគិតថាតាណាកាប្រហែលជាបានដាក់វាបញ្ចូលនៅពេលគាត់កំពុងលាក់ខ្លួនពីមុនគាត់សង្ស័យថាមនុស្សចាស់នោះចង់ទៅរកគាត់ប៉ុន្តែកាយាស៊ីម៉ាប្រមាននាងថាវាគ្រោះថ្នាក់ខ្លាំងពេកក្នុងការទៅម្នាក់ឯងនិងស្នើឲ្យនាងរងចាំគាត់លេងសើចជាមួយនាងដោយហៅនាងថាជាអ្នកគាំទ្ររបស់ស៊ីរ៉ាហាម៉ាប៉ុន្តែនាងបដិសេធសាអ៊ីបន្ទាប់មកចែករំលែករឿងរ៉ាវពីរបៀបដែលនាងបានជួបគាត់ជាលើកដំបូងទោះបីជាគាត់មិនបានដឹងអំពីអត្តភាពរបស់នាងរហូតដល់គ្រោះថ្នាក់រថភ្លើងក៏ដោយនៅកន្លែងផ្សេងទៀតស៊ីរ៉ាហាម៉ាត្រូវបានគេឃើញដើរតាមព្រៃស្វែងរកមនុស្សចាក់នោះប៉ុន្តែមិនយូរប៉ុន្មានគាត់ធ្លាក់ចូលទៅក្នុងរណ្ដៅនិងរបួសជើងរបស់គាត់ចាប់ផ្ដើមហៅរកជំនួយប៉ុន្តែជាអកុសលគ្មាននរណានៅចិត្តដើម្បីលើគាត់ទេនៅព្រឹកបន្ទាប់សាអ៊ីសម្រេចចិត្តស្វែងរកស៊ីរ៉ាហាម៉ាដែលនៅមិនទាន់ត្រឡប់មកវិញកញ្ញាស៊ីម៉ាក៏សម្រេចចិត្តចូលរួមជាមួយនាងដែរប៉ុន្តែគ្រាន់តែពួកគេចិត្តចេញដំណើរស៊ីរ៉ាហាម៉ាដើរខ្ជុកត្រឡប់មកកន្លែងនោះវិញគាត់បង្ហាញថាគាត់មិនអាចរកឃើញមនុស្សចាស់នោះទេប៉ុន្តែគាត់អាចយកឧបករណ៍កាត់សក់របស់កាយាស៊ីម៉ាមកវិញនេះធ្វើឲ្យកាយាស៊ីម៉ាមានអារម្មណ៍ប៉ះពាល់ហើយគាត់ផ្ទុះទឹកភ្នែកព្រោះឧបករណ៍នោះត្រូវបានផ្ដល់ឲ្យគាត់ដោយតាត់ស៊ូយ៉ានឹងឥឡូវគាត់អាចធ្វើឲ្យមនុស្សគ្រប់គ្នាមើលទៅស្អាតអ្នកពីរអ្នកទៀតលួងលោមគាត់ដោយសន្យាថាពួកគេនឹងឆាប់រកឃើញផ្លូវទៅផ្ទះដើម្បីឲ្យគាត់អាចជួបជុំគ្នាជាមួយនឹងប្អូនប្រុសរបស់គាត់បន្ទាប់មកសេរ៉ាហាម៉ានិយាយទៅកាន់ក្រុមនិងពន្យល់ថាដីនៅតំបន់ដែលគាត់ស្ថិតនៅយប់មិញគឺសាមកួសមគាត់ស្នើថាប្រសិនបើមានទន្លេនៅជិតនោះពួកគេប្រហែលជាអាចចាប់ត្រីខ្លះផងដែរក្រុមមានការរំភើបចំពោះគំនិតនេះហើយបដិញ្ញាចិត្តរកទន្លេនោះឲ្យឃើញក្នុងពេលជាមួយគ្នានៅពិភពខាងក្រៅប៉ូលីសកំពុងស្វែងរកជនសង្ស័យពាក់មុខម្នាក់ដែលបានចាក់នរណាម្នាក់នៅស្ថានីយ៍រថភ្លើងកាលពីប៉ុន្មានថ្ងៃមុនផ្អែកលើកំណត់ត្រាកាមេរ៉ាសុវត្ថិភាពពួកគេរកឃើញថាជនសង្ស័យបានឡើងរថភ្លើងដូចគ្នាដែលបានបាត់គ្រឿងយ៉ាងអាចកំបាំងត្រឡប់ទៅព្រៃវិញយើងឃើញសេរ៉ាហាម៉ាកាយាស៊ីម៉ានិងកាតូរុករកព្រៃក្នុងការស្វែងរកទន្លេពួកគេឆាប់សម្គាល់ឃើញសត្វបក្សីមួយដែលបង្ហាញថាប្រហែលជាមានអ្វីមួយយ៉ាងអាចញ៉ាំបាននៅជិតនោះកាតូដើរទៅមុខដើម្បីស៊ើបអង្កេតហើយអ្នកទាំងពីរក៏សម្គាល់ឃើញបរិយាចម្លែកម្ញាពាក់មួកនៅឆ្ងាយមិនយូរបន្ទាប់ពីនោះពួកគេឮសំឡេងថ្ងោកដែលคล้ายជាកាតូដែលត្រូវបានចាក់យ៉ាងសាហាវជាអកុសលជនប្រព្រឹត្តរត់គេចខ្លួនមុនពេលពួកគេអាចចាប់គាត់បាននិងភាពបញ្ចប់នៅត្រឹមនេះសូមជួយចុច Subscribe សម្រាប់វីដេអូសម្រាប់រឿងថ្មីៗបន្ថែមទៀតបើកសញ្ញាកណ្ដឹងនិងចុច Like និង Share ដើម្បីជួយដល់ Channel ខ្ញុំផងសូមអរគុណសម្រាប់ការទស្សនាបងប្អូនទាំងអស់គ្នា